បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយបង្ហាញលោកអ្នកអំពីការធ្វើវិនិយោគទៅលើ Forex បាទដែលនៅក្រៅប្រទេសគេបានធ្វើការវិនិយោគយូរមកហើយបាទហើយនៅស្រុកខ្មែរនេះទើបតែមាននៅក្នុងចន្លោះពី3ឆ្នាំនេះទេបាទអញ្ចឹងខ្ញុំចង់បង្ហាញលោកអ្នកថាអ្វីទៅជាការវិនិយោគ Forex បាទការវិនិយោគ Forex នេះគឺត្រូវបាននាំចូលមកដោយក្រុមហ៊ុន GFG Investment បាទអញ្ចឹងការវិនិយោគ Forex នេះគឺតម្រូវឲ្យយើងមានការវិនិយោគទៅលើហាងឆេងមាសហាងឆេងប្រាក់និងហាងឆេងទិញលក់ប្រេងឆៅបាទហើយនឹងការដូរជួញដូររូបិយប័ណ្ណបាទដូចជាការទិញលក់លុយអឺរ៉ូទៅលុយដុល្លារបាទការទិញលក់លុយដុល្លារទៅលុយជប៉ុនទៅលុយដុល្លារអញ្ចឹងបាទអញ្ចឹងហាងឆេងមាសដែលមានតម្លៃបង្ហាញនៅលើនេះបើសិនជាបងប្អូនគិតថាហាងឆេងមាសវានឹងឡើងនៅក្នុងពេលបន្តិចទៀតនេះឬមួយក៏ចុះនៅក្នុងពេលទៀតនេះបើសិនជាបងប្អូនគិតថាមាសហាងឆេងមាសឡើងបងប្អូនអាចទិញវាបាទទិញវាទៅបើសិនជាហាងឆេងវាឡើងគឺយើងចំណេញបាទនៅពេលដែលយើងចំណេញហើយយើងអាចលក់ចេញនៅពេលណាក៏បានដែរបាទនៅពេលដែលយើងគិតថាវាចំណេញបាទនេះឧទាហរណ៍មួយបាទនៅពេលដែលលោកអ្នកចុះឈ្មោះជាមួយនឹងក្រុមហ៊ុន Go268 ហើយគឺយើងអាចមើលឃើញនៅរូបភាពបែបនេះបាទហើយនៅក្នុង website នេះបាទយើងអាចធ្វើការវិនិយោគសាកល្បងបានដោយយើងចូលទៅពាក្យ system នេះបាទហើយបន្តិចទៀតខ្ញុំនឹងបង្ហាញអំពីការចុះឈ្មោះជាមួយនឹង website ដើម្បីធ្វើការវិនិយោគនេះបាទអញ្ចឹងនៅពេលដែលយើងចង់ចូលទៅក្នុងwebsite ដើម្បីធ្វើការវិនិយោគសាកល្បងយើងចូលទៅក្នុង system នេះហើយយើងយកពាក្យ demo បាទឥឡូវយើងចូលមកកាន់ account demo ហើយបាទdemo នេះគឺយើងមានទឹកប្រាក់ចំនួន$10000សម្រាប់យើងធ្វើការវិនិយោគសាកល្បងបាទហើយចំណុចឆ្នោតក្រហមបៃតងនេះគឺ graphic បាទគឺជា graphic នៃការឡើងចុះនៃហាងឆេងនីមួយៗបាទហាងឆេងមាសហាងឆេងប្រាក់ចឹងទៅបាទអញ្ចឹងយើងអាចមើលវាបានគាត់បានថាពេលក្រហមនេះគឺបានន័យថាហាងឆេងនេះវាធ្លាក់ចុះវាស្រុតចុះមកបាទពណ៌បៃតងគឺវាឡើងបានន័យថាវាឡើងពីចំណុចនេះឡើងទៅលើចំណុចនេះបាទចំណុចនេះអញ្ចឹងយើងអាចធ្វើការវិនិយោគសាកល្បងបើសិនជាយើងគិតថាឥឡូវមាសកំពុងតែធ្លាក់ចុះបន្តិចហើយហាងឆេងមាសបាទអញ្ចឹងបើសិនជាយើងគិតថាវានឹងឡើងវិញយើងទិញទៅបាទពេលយើងចុចលើពាក្យ buy ហ្នឹងគឺយើងឃើញហើយវាលុតទាំងមួយបាទដែលយើងសម្គាល់ថាយើងកំណត់យកហាងឆេងណាត្រឹមនេះ1223.32នេះបាទអញ្ចឹងនៅក្នុងការវាយទឹកប្រាក់វិនិយោគបាទគឺយើងធ្វើការកាត់03បាទដោយសារបើសិនជាយើងវាយរើសយកចំនួន1 level នេះបានន័យថាយើង trading ចំនួន$1000បាទទៅលើការទិញលក់នេះបាទបើសិនជាយើងយក0.01 នេះគឺវាស្មើ$10បាទតិចបំផុតបាទគេថាតែយើងឥឡូវខ្ញុំសាកល្បង$10ចេះបាទ
គឺ0.1ស្មើ10ដុល្លារយើងគិតថាមាសហ្នឹងឡើងតិចទៀតអញ្ចឹងយើងចុចពាក្យបាយមកបាទយើងទិញមាសតុកបាទអូខេអញ្ចឹងនៅពេលដែលយើងចាប់ផ្ដើមទិញទៅបិទវាគឺវាលោតចូលក្នុងតារាងខាងក្រោមនេះបាទយើងគិតមើលពីលើអញ្ចឹងតម្លៃដែលយើងចាប់ផ្ដើមទិញហ្នឹងគឺតម្លៃ 1223.32 បាទបើសិនជាហាងឆេងហ្នឹងវាឡើងលើសពីចំនួនដែលយើងបានទិញហ្នឹងគឺបានន័យថាយើងចំណេញហើយបាទយើងនឹងចំណេញហើយបាទអញ្ចឹងយើងមើលហាងឆេងមួយនេះហើយនឹងយើងមើលនេះហើយវាចាប់ផ្ដើមឡើងបាទឡើងតិចហើយបាទហើយការចំណេញខាតគឺវានៅលើកន្លែងនេះបាទឥឡូវយើងកំពុងតែខាតបន្តិចហើយបាទអញ្ចឹងបើសិនជាយើងចាប់ផ្ដើមខាតឬមកក៏ចំណេញយើងដឹងវានៅកន្លែង profit នេះបាទ profit loss បាទអញ្ចឹងបើសិនជាយើងចាប់ផ្ដើមចំណេញហើយយើងអាចបិទវាយើងដោយចុចនៅកន្លែងនេះចុចលើទាំងមួយជួរហ្នឹងកន្លែងណាក៏បានដែរបាទអញ្ចឹងឧទាហរណ៍ថាយើងចាប់ផ្ដើមចំណេញយើងចង់បិទវាយើងអត់ចង់ចំណេញតទៅទៀតទេយើងអាច close position នេះបានបាទយើង close position យើងអាចចុច closing មកបាទគឺការ trading របស់យើងគឺត្រូវបានបញ្ចប់បាទបញ្ចប់ហើយយើងអាចមើលការវិនិយោគផ្សេងទៀតបាទដូចជាលើប្រាក់លើអត្រាប្តូរប្រាក់ហើយខាងក្រោមមកទៀតបាទខាងក្រោមមកទៀតនេះការបដូរប្រេងទៅហាងឆេងប្រាក់ប្រេងឆៅអីចឹងទៅបាទអញ្ចឹងការវិនិយោគនេះបាទគឺបងប្អូនអាចចុះឈ្មោះបានដោយមិនទាន់ដាក់សាច់ប្រាក់ចូលដើម្បីវិនិយោគក៏បានដែរបាទដោយយើងអាចចូលមកតេស្តនៅក្នុង account demo របស់យើងបានដែលខ្ញុំបានបង្ហាញនៅក្នុង system មិញហ្នឹងនេះ account ដែលយើង register ប្រកបតែយើងចូល system នេះមកយក demo ហ្នឹងវាអាចធ្វើការជួញដូរសាកល្បងបានហើយបាទអញ្ចឹងយើងអាចសាកទាយលើការវិនិយោគលើប្រាក់ម្ដងបាទអញ្ចឹងប្រាក់ឧទាហរណ៍ថាយើងគិតថាវាឡើងយើងអាចទិញវាក្នុងតម្លៃប្រហែល $1000 ចុះខ្ញុំចុចមួយចុចហ្នឹងគឺស្មើ $1000 គាត់ថាខ្ញុំ trade លើប្រាក់អញ្ចឹងបាទអញ្ចឹងហាងឆេងវាអាចប្រែប្រួលគ្រប់ពេលវេលាបាទនៅពេលដែលយើងចុចទិញឬមកក៏លក់អញ្ចឹងគឺហាងឆេងគឺវាអាចគឺប្រែប្រួលគ្រប់វិនាទីមកបាទអញ្ចឹងការទិញ 1000 របស់យើងអាចសាកល្បងវានៅក្នុង demo នេះបាទក្នុងសាកល្បងយើងអាចទិញយើងអាចទិញលក់ក្នុងតម្លៃ$10 $100 $50 បាទអញ្ចឹងយើងចូលទៅក្នុង account ទាំងអស់គ្នាបាទនៅក្នុងចំណុចនេះខ្ញុំចង់បង្ហាញមួយទៀតបាទក្នុងចំណុចដែលយើងចង់បិទការវិនិយោគនេះឬមកក៏យើងចង់កំណត់ការវិនិយោគបានបាទគឺថាតែហាងឆេងដែលយើងកំពុងតែទិញមិញហ្នឹងគឺក្នុងតម្លៃនេះក្នុងតម្លៃ$15.79 នេះបាទអញ្ចឹងឧទាហរណ៍ថាបើសិនជាយើងចំណេញយើងចង់ឲ្យវាចំណេញដល់ក្នុងហាងឆេងនេះក្នុងហាងឆេង 16.120 នេះយើងឲ្យវាបិទអូតូបាទហើយមួយទៀតយើងបើសិនជាវាខាតវិញអញ្ចឹងយើងចង់ឲ្យវាខាតដល់ក្នុងចំណុចនេះក្នុងដល់ហាងឆេងចំណុចនេះគឺយើងត្រូវបិទវាព្រោះមើលក៏យើងអាចដូរខ្លួនឯងបានបាទយើងអាចបន្ថែមបានចង់ឲ្យយើងចង់ដល់ចំណុចណាដែលខាតដល់ចំណុចណាដែលយើងបិទយើងអាចសេរីទៅតាមនោះបានបាទអញ្ចឹងទៅឬមើលក៏យើងអាចកែកន្លែងនេះដាក់13អីចឹងទៅបាទឬមើលធ្លាក់ដល់ក្រោម12ក៏បានដែរសិតតែយើងទេបាទអញ្ចឹងហើយយើងអាចយើងធីកវាយើងធីកយកទាំងពីរចឹងទៅបាទហើយយើងអាប់ដេតបាទ
អញ្ចឹងនៅពេលដែលដល់ចំណុចហ្នឹងគឺវាបិទអូតូបាទគឺវាបិទការវិនិយោគរបស់យើងហ្នឹងអូតូហើយបាទបើសិនជាយើងមិនចង់ឲ្យដល់ចំណុចហ្នឹងក៏បានដែរយើងអាចបិទវាភ្លាមគឺការវិនិយោគរបស់យើងគឺត្រូវបិទបានបាទអូខេឥឡូវខ្ញុំចង់បង្ហាញអំពីការបង្កើតការចុះឈ្មោះជាមួយនឹងGFG investment នេះបាទឥឡូវបាទឥឡូវយើងចូលទៅក្នុងការចុះឈ្មោះទាំងអស់គ្នាបាទយើងវាយពាក្យ goal268.com ចឹងហើយយើង enter វាបាទ enter ទៅគឺចូលក្នុងរូបភាពបែបនេះបាទអញ្ចឹងGFG investment ហ្នឹងគឺយើងមានច្បាប់ធ្វើអាជីវកម្មត្រឹមត្រូវបាទហើយចេញដោយរដ្ឋាភិបាលកម្ពុជាយើងបាទអញ្ចឹងដើម្បីចុះឈ្មោះយើងអាចចូលពាក្យ join now បាទ join now អញ្ចឹងទៅណាបាទចូលពាក្យ join now ហើយនៅក្នុងកន្លែងនេះយើងគ្រាន់តែបំពេញលេខទូរស័ព្ទទេបាទលេខទូរស័ព្ទឧទាហរណ៍ថា097យើងមិនបាច់ដាក់0ទេបាទនេះមិនបាច់ដាក់លេខ0ទេ97អីចឹងទៅបាទអញ្ចឹង097ប្រហែលចឹងទៅយើងវាយមិនបាច់ដាក់លេខ0ទេបាទហើយឬហើយយើងចុចពាក្យយើងចុចលើពាក្យ get verify code បាទ get verify code ឥឡូវឧទាហរណ៍លេខ096បាទ44បាទ65បាទចឹងយើងចុចពាក្យ verify code បាទយើងចុចពាក្យចឹងទៅអូខេអត់ខំលេខទូរស័ព្ទនេះប្រកាសហើយបាទអញ្ចឹងនៅពេលដែលយើងវាយលេខទូរស័ព្ទនឹងចូលហើយយើងចុច get verify code បាទចុច get verify code ហើយវានឹង send លេខកូដហ្នឹងមកលេខទូរស័ព្ទរបស់យើងបាទពេលដែលយើងទទួលបានសារ verify code ហើយមានលេខ4ខ្ទង់គឺយើងយកមកបំពេញនេះយើងឧទាហរណ៍ដូចជាលេខចឹងទៅលេខ4ខ្ទង់764ចឹងហើយបាទពេលហើយយើងបំពេញហើយមិនបាច់ចុចនេះទៀតទេមិនបាច់ចុច verify code ទៀតទេបាទហើយយើងវាយ affiliate code បាទ affiliate code សូមបងប្អូនវាយពាក្យថា AF 19 05 42បាទAS 19 05 42ហ្នឹងបងវាយលេខកូដបែបនេះបាទអញ្ចឹងកន្លែង password នេះបងប្អូនអាចវាយអីក៏បានដែរឲ្យតែចំណាំបានបាទឲ្យតែមានលេខមានអក្សរចាប់ពី6ខ្ទង់ទៅបាទអញ្ចឹងឧទាហរណ៍យើងដាក់លេខ1ក៏បានដែរឬអក្សរ A មួយអញ្ចឹងទៅឲ្យលេខប្រហែលលេខទូរស័ព្ទឬក៏អីដែលលេខកូដអ្វីដែលបងប្អូនចំណាំហ្នឹងអាចចាំបានគឺបងវាយទៅបាទចាប់ពី6ខ្ទង់ឡើងបាទនៅពេលដែលបំពេញព័ត៌មានហើយបងប្អូនអាចចុច submit បាទចុច submit ទៅគឺការបង្កើតគណនីគឺបានសម្រេចហើយបាទវាដាក់ success ទៅគឺបានសម្រេចហើយបាទសូមអរគុណហើយបើសិនជាបងប្អូនចង់បង្កើតគណនីនេះមិនចង់វាយ affiliate code ហ្នឹងបងប្អូនអាចចុច link នៅខាងក្រោមវីដេអូនេះក៏បានដែរបាទចុច link ទៅគឺមានតែ3កន្លោះទេបាទគឺវា load affiliate នេះកូដនេះគឺអូតូក៏ហើយបាទហើយបើយើងចូលតាម website នេះគឺយើងត្រូវវាយ affiliate code AF 190542នេះបាទសូមអរគុណបាទ